សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកណែនាំពី tool មួយទៀតដែលខ្ញុំបានធ្វើឡើងដែរទាក់ទងទៅនឹងការគ្រប់គ្រង grid line ដែលយើងអាចបើកវា 2D ឬក៏ 3D ក្នុងពេលតែមួយដែលយើងអត់ចាំបាច់ចុចច្រើនដងអញ្ចឹងខ្ញុំត្រឡប់មកសួរសំណួរវិញថា 2D និង 3D ហ្នឹងអីគេដែលជា basic របស់កម្មវិធី Revit យើងហ្នឹងអញ្ចឹងនៅក្នុង grid line ហើយនិង level របស់កម្មវិធី Revit វាមាន 2D ហើយនិង 3D ដើម្បី control view របស់វានៅពេលដែលយើងចុចទៅយើងចេញ 3D អញ្ចេះបានន័យថា view ហ្នឹងវា link គ្នាជាមួយនឹង view ផ្សេងទៀតដែលមាន 3D ដូចគ្នាអញ្ចឹងនៅពេលដែលយើងទាញ view នេះដែលមានអក្សរ 3D ហ្នឹង view ដែលផ្សេងទៀតមានអក្សរ 3D ហ្នឹងវានឹងទៅតាមវាដូចគ្នាអញ្ចឹងបានន័យថាអានេះវានៅត្រឹមនេះអាផ្សេងវាក៏នៅត្រឹមហ្នឹងដែរបើយើងទាញទៅលើមកដល់នេះអាផ្សេងទៀតវានឹងហក់ទៅលើដែរឧទាហរណ៍ថា view មួយនេះដែលវាមានអក្សរ 3D ដូចគ្នាជាមួយនឹង view មួយនេះអញ្ចឹងនៅពេលដែលឧទាហរណ៍ថាខ្ញុំបិទ view ផ្សេងចោលទៅយើងមើល view ពីរនេះចូលគ្នាតែម្ដងទៅឃើញថា view នេះនៅពេលដែលមិនទាន់ទាញវានៅត្រង់នេះតែវាអក្សរ 3D ដូចគ្នាអញ្ចឹង view នេះ 3D ដែរអញ្ចឹងបើយើងទាញទៅលើខាងនេះវានៅទៅលើដែរឃើញទេទៅលើអានេះនឹងទៅលើដែរអញ្ចឹងវាមានបញ្ហាអីគេបើវាទៅលើអញ្ចឹងចម្លើយគឺថាវានឹងប៉ះពាល់នៅពេលដែលយើងរៀប drawing របស់យើងចូលកន្ទោះឧទាហរណ៍ថាខ្ញុំបើក view មួយនេះដែលខ្ញុំបានរៀបចូលកន្ទោះហើយអញ្ចឹងឧទាហរណ៍ថា video នេះវា 2D ទាំងអស់ទេដោយសារតែយើងរៀបចំប្លង់យើងត្រូវការប្រើ 2D ដើម្បីផ្ដាច់ view ហ្នឹងជាមួយ view ផ្សេងវាអត់ឲ្យ grid line ហ្នឹងវាចូលញ៉ៃញ៉ៃជាមួយ view ផ្សេងទេអញ្ចឹងនៅពេលដែលយើងទាញ view ផ្សេងវាអត់ប៉ះពាល់ទេអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើឲ្យ grid line ទាំងអស់នេះវាទៅជា 3D វិញអញ្ចឹងចូលដល់ tool របស់យើងហ្មងទៅគឺយើងត្រូវការប្រើ tool មួយនេះ toggle extend នេះដែលយើងបដូរពី 2D 3D 3D ទៅ 2D អញ្ចឹង view នេះយើងឃើញថាមិញវា 2D អញ្ចឹងយើងបដូរទៅ 3D វិញហើយយើង select all grid មកអញ្ចឹងយើង apply ទៅ view ទាំងអស់ហ្នឹងនឹងទៅជា 3D ទាំងអស់ចង់ន័យថាអានេះទាញទៅលើអានេះវានៅទៅលើដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំមានប្លង់2ដែលខ្ញុំបានរៀបហើយវាជាប់ 3D អញ្ចឹងតែនៅពេលដែលឧទាហរណ៍ថាខ្ញុំសម្រេចយក grid line ឲ្យនៅត្រង់នេះហើយតែជាក់ស្ដែងវាប៉ះជាមួយ annotate មួយអីចឹងឧទាហរណ៍ថាយើងទាញទៅលើចុះក្រោមទាញអានេះមកអញ្ចេះអានេះមកអញ្ចេះដែរតែជាក់ស្ដែង view របស់អានេះខ្ញុំចង់បានវាប៉ុណ្ណឹងហើយស្រាប់តែវាខូច view របស់ខ្ញុំបាត់អញ្ចឹងយើងត្រូវបដូរកន្លែងនេះឲ្យទៅជា 2D ដើម្បីស្រួលកុំឲ្យប៉ះពាល់ view ផ្សេងអញ្ចឹងដូចខ្ញុំបង្ហាញមុនហ្នឹងហើយនេះវាចូល 2D ស្រាប់ហើយអត់មានបញ្ហាអីទេអញ្ចឹងឥឡូវខ្ញុំចង់បដូរពី 3D ទៅ 2D បើយើងធម្មតាយើងប្រកាសជាចុចអញ្ចេះចុចលើអក្សរ 3D វាដូរទៅ 2D អញ្ចឹងគ្រាន់តែថាវាអត់មានបញ្ហាអីទេគ្រាន់តែវាខាតពេលរបស់យើងសម្រាប់ចុចអាហ្នឹងអញ្ចឹងផលប្រយោជន៍របស់ tool របស់យើងគឺអញ្ចឹងឯងឥឡូវខ្ញុំបដូរទៅ 3D ទាំងអស់អញ្ចឹងទៅអញ្ចឹង view ហ្នឹងគឺទៅ 3D អស់ហើយនេះមក 3D អស់វិញអញ្ចឹងនៅពេលដែលខ្ញុំចង់ដូរវាទៅ 2D ខ្ញុំអត់ចុចអក្សរ 3D មួយទេវាយូរបើយើងមាន grid មួយខាង20មួយខាង20កម្រិតធំយើងអត់អាចទៅចុចអញ្ចឹងបានរហូតទេហើយយើងប្រើ tool នេះមកយើងប្រើអានេះវា 3D ខ្ញុំដូរទៅ 2D វិញអញ្ចឹងខ្ញុំ select 2D ហើយ grid មកខ្ញុំ apply មកអញ្ចឹងវា22 grid ហ្នឹងវាទៅជា 2D ហើយនេះអញ្ចឹងនៅពេលដែលខ្ញុំទាញអានេះមក view នេះវាអត់ប៉ះពាល់ទេអញ្ចឹងណាអញ្ចឹងគោលបំណងរបស់ tool មួយហ្នឹងគឺអញ្ចឹងឯងបដូរពី 3D ទៅ 2D ហើយ tool មួយទៀតដែលវានៅជាប់ជាមួយគ្នាហ្នឹងគឺនេះ grid visibility បានន័យថាខ្ញុំចង់ឲ្យនៅក្នុង view មួយនេះ
grid line ឥឡូវនេះបដូរមកក្រោមហើយអាឆ្វេងមកស្ដាំជាទូទៅនៅក្នុង Revit វាមាន default របស់វាដូចគ្នាតែយើងអាច select នៅក្នុងនេះហើយយើងចូលទៅ edit នេះអញ្ចឹងវាមានកន្លែងនេះ default 1និង default 2នេះ n1 n2 ហ្នឹងឯងអញ្ចឹង n1 n2 ហ្នឹងមានន័យថាម៉េចបានន័យថាវាចាប់ grid line ដែលយើងគូរពីឆ្វេងទៅស្ដាំពីក្រោមទៅលើពីកន្លែង start ទៅកន្លែងបញ្ចប់អញ្ចឹងបើយើងឧទាហរណ៍ថា grid យើងចាប់ផ្ដើមពីដំបូងមកយើងគូរពីឆ្វេងមកស្ដាំចេះអញ្ចឹងវាស្គាល់ថាអា n1 ហ្នឹងគឺពីឆ្វេងមកស្ដាំហើយពីក្រោមទៅលើអញ្ចឹងទៅពីក្រោមទៅលើអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើង select អានេះ edit អានេះវានឹងស្គាល់ថាអានេះពីក្រោមទៅលើពីស្ដាំមកឆ្វេងឧទាហរណ៍ខ្ញុំ apply ចុះនេះវានឹងរត់បដូរមកក្រោមហើយអានេះបដូរមកស្ដាំអញ្ចឹងប៉ុន្តែគោលបំណងរបស់ខ្ញុំអត់ចង់បដូរម្ដងទាំងពីរអញ្ចឹងទេឧទាហរណ៍ខ្ញុំចង់បដូរអានេះមកឆ្វេងហើយឲ្យនេះនៅក្រោមដែរអញ្ចឹងបើខ្ញុំប្រើ option មិញវានឹងទៅទាំងពីរវាអត់អាចតាមចិត្តរបស់យើងទេអញ្ចឹងខ្ញុំចង់បដូរនេះមកឆ្វេងអញ្ចឹងយើងប្រើ tool របស់យើងមកប្រើនេះមកហើយយើង flip វាមានន័យថាយើងអត់ឲ្យវាដូចទិសដៅនេះទេយើងដូរទិសដៅវាអញ្ចឹងឲ្យ grid ហ្នឹងវាមកឆ្វេងវិញអញ្ចឹង current selected grid ហ្នឹងត្រូវហើយអញ្ចឹងយើងគ្រាន់តែដូរទៅ flip វិញមកវាមកឆ្វេងហ្នឹងអញ្ចឹងអាខាងក្រោមវាអត់ទៅលើទេហើយបើយើងចង់ដូរអាក្រោមនេះទៅលើដោយអត់ប៉ះពាល់អានេះទៀតយើង select grid ហ្នឹងដូចគ្នាមកហើយយើងចូលទៅ tool របស់យើងមកហើយយើង flip វាម្ដងទៀតអញ្ចឹង apply ទៅវានឹងទៅលើវិញហើយអញ្ចឹងវានឹងអត់យូរទៀតទេបើសិនជាយើងចុចធម្មតាយើងចុចអានេះហើយយើង tick មួយ tick អញ្ចឹងវាខាតពេលអញ្ចឹងវាពិតជាអត់គួរឲ្យចេញអញ្ចឹងទេអញ្ចឹងនេះជាគុណសម្បត្តិរបស់ tool ទី2របស់យើងហើយខ្ញុំចង់ភ្ជាប់ជាមួយគ្នាដែរជាមួយនឹង quick view នេះការប្រើ crop view នេះអ្នកគ្នានៅពេលដែលយើង crop view ថាយើងចង់ detail ជើងតាំងនេះតែមួយជើងតាំងនេះទេអញ្ចឹងនៅពេលដែលយើង crop យើងនឹងបើកhide crop region នេះអញ្ចឹងពេលយើងចង់បាន view ត grid ជើងតាំងនេះយើងប្រកាសជាចុចអញ្ចេះអូមកអញ្ចេះឃើញទេវា4 click ដែរអញ្ចឹងខ្ញុំអត់ចង់ធ្វើអញ្ចឹងទេខ្ញុំមានវិធីសាស្ត្រ select លឿនអញ្ចឹងខ្ញុំឲ្យចុច quick crop នេះមកហើយខ្ញុំអូសយកជើងតាំងនេះមកវានឹងបានជើងតាំងដែលខ្ញុំចង់បានហ្នឹងហើយតែខ្ញុំអត់ចុចអូសមួយអញ្ចឹងទៀតទេអញ្ចឹងបើខ្ញុំចង់បានជើងតាំង2ខ្ញុំ quick crop ជើងតាំង2ហ្នឹងមកអញ្ចឹងខ្ញុំយកមក detail បានហើយអញ្ចឹងគោលបំណងរបស់ tool ទី3របស់យើងគឺ quick crop ហ្នឹងឯងអញ្ចឹងកុំឲ្យវីដេអូនេះកាន់តែយូរសូមបញ្ចប់ទៅត្រឹមហ្នឹងសូមអរគុណ